ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរមានធនធានគ្រាន់បើគាត់មានកូនប្រុស4នាក់មានអាយុគ្រប់ការទាំងអស់ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅគាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេនៅជាមួយនឹងកូនប្រុសអស់1ឆ្នាំមានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារនិងជួយមើលថែទ្រព្យកំពេចកំពុកក្នុងផ្ទះគាត់ក៏រៀបការប្រពន្ធឲ្យកូនច្បងហើយយកកូនប្រសារស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែកឲ្យដិតស្រឡះទៅកូនច្បងរួចទៅលុះរំលង1ឆ្នាំក្រោយមកទៀតគាត់រកប្រពន្ធឲ្យកូនទី2ចែកទ្រព្យមួយចំណែកឲ្យដូចគ្នាតមកគាត់រៀបការកូនទី3ចែកទ្រព្យមួយចំណែកឲ្យទៀតលុះដល់ឆ្នាំជាគម្រប់4ក៏រៀបការឲ្យកូនទី4ចែកទ្រព្យមួយចំណែកទៀតដែរនៅសល់តែផ្ទះមួយខ្នងពុំបានចែកគាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យរបស់ឲ្យអស់រលីងពីខ្លួនដូច្នេះមកពីគិតថាឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ីចិញ្ចឹមវិញរហូតដល់ស្លាប់ប៉ុន្តែគំនិតគាត់គិតនេះខុសស្រឡះកាលដែលគាត់នៅជាមួយកូនប្រុស4នាក់កូនទាំងនោះស្រឡាញ់បងប្អូនណាស់ពុំដែលបែកចិត្តគំនិតពីឪពុកនិងបងប្អូនឡើយលុះបានប្រពន្ធមករៀងខ្លួនហើយក៏បែកចិត្តគំនិតផ្សេងពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្គៀបរមាស់បន្តិចទាន់នេះបន្តិចទាន់នោះក៏នាំគ្នាចុះចេញពីផ្ទះគំនិតទៅរកសង់ផ្ទះនៅទីតីពីគ្នាទាំងអស់ចៅតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថាកាលកូនទាំង4នាក់ទៅនឹងចុះចេញពីផ្ទះឪពុកទៅថ្មីនៅហុចបាយហុចចំណីតាឪពុកបន្តិចបន្តួចរាល់ថ្មីលុះមានកូនខ្ចីគ្រប់គ្នាជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅនឹងអាចមានកូនខ្ចីផងក៏បង្អង់ជូនបាយទឹកឪពុកខ្មៃដោយមេខ្លះគិតថាប្រហែលប្អូនគេឲ្យហើយមេខ្លះគិតថាបងឯណោះគេឲ្យហើយកូនប្រសានាំគ្នាគិតដូចនេះតែរៀងខ្លួនយូរថ្ងៃទៅតានោះអត់បាយមួយពេលក៏មានមួយពេលក៏មានវេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះបានស្ដីបន្ទោប្រពន្ធនាងភរិយាខ្លះដោះសារថាកូនឈឺខ្លះថាខ្លួនពុំនៅជាប់រវល់ទៅជួយញាតិជិតខាងស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណាប្តីតាមវាទាំងអស់ចំណែកតាពួម៉ាយអត់បាយគ្មានសម្ពុតឲ្យស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគរងទុកវេទនាពុនពេកនឹងលក់ផ្ទះចាស់ពុំបានថ្លៃប៉ុន្មានផងហើយគ្មានជ្រកនៅផងកាលនោះមានបរមម្នាក់នៅកំឡោះមានចិត្តសប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើនផ្ទះនៅភូមិចិត្តគ្នាដើរមកឃើញតានោះវេទនាដូច្នោះមានចិត្តអាណិតក្រៃពេកក៏សាកសួរថាលោកតាខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានគ្រាន់បើឪពុកម្ដាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរមិនក៏ឥឡូវលោកតាវេទនាខ្លាំងម្ល៉េះក្រែងលោកតាមានកូនប្រុសដល់ទៅ4នាក់ដែរឬម្ដេចក៏កូននោះវាមើលបំណាំមិនថែទាំលោកតាសោះក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរឬម្ដេចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគប្រើនោះតាចាស់ប្រាប់ទៅវិញថាអូណោលោកចៃអើយលាក់បាំងអីទៀតពីដើមតាមានទ្រព្យគ្រាន់បើពិតមែនប៉ុន្តែតាអាណិតស្រឡាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅគិតថាឲ្យវាចិញ្ចឹមតាវិញឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀតវាឃឿនឯងអស់ទ្រព្យរលីងពីខ្លួនវាឥតនឹកណារាតាសោះវាតាមតែប្រពន្ធវាទៀងទៅចូលរុនក្ដាមក៏វាចូលដែរខ្លួនតាសពថ្ងៃឈឺផងនៅតែម្នាក់ឯងម៉ងវេទនាជាទីបំផុតដេកសម្រក់ទឹកភ្នែកជោកខ្នើយអស់ទៅហើយបាយព្រឹកជាបាយល្ងាចជួនកាលអត់មួយពេលក៏មាននឹងធัวការរកស៊ីអ្វីក៏មិនកើតផងពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយដូចលោកចៅឃើញស្រាប់ហើយតាដេកចាំតែដល់ថ្ងៃស្លាប់ទេចៅកំឡោះលួនមកថាយីអើយកូនតាមានចិត្តអាក្រក់ដល់ម្លឹងណោះបើអីចឹងលោកតាកុំភ័យមានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញលោកតាធ្វើតាមខ្ញុំឲ្យលោកតារកពីងមានមាត់តូចល្មមមួយជូអាចនឹងនោមឲ្យពេញហើយរកកន្មាត់សម្ពុតរុំបិទមាត់ឲ្យជិតជីកប់ក្នុងដៃចិត្តជើងសសរត្រង់ផ្ទះហើយបើមានអ្នកណាដើរមកឲ្យលោកតានិយាយប្រាប់គេថាខ្ញុំនៅសល់កន្បប់ប្រាក់មាសពុំទាន់ចែកឲ្យកូនណាឡើយទេចាំមើលកូនណាចិត្តបានដឹងគុណ
បើខ្ញុំចិត្តស្លាប់ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះលោកតានិយាយប្រាប់មនុស្សដែលជួបគុំខានក្នុងរវាងប៉ុន្មានថ្ងៃខែខាងមុខនេះកុំឲ្យលោកតាដើរសុំទានគេទៀតចាំខ្ញុំយកបាយទឹកមកជូនពិសាគុំព្រួយតាចាស់ក៏តាំងធ្វើតាមចៅចិត្តសបរះទាំងអស់លុះបានប្រហែលផាន់ថ្ងៃសម្ដីតានោះបានដឹងដល់កូនប្រុសនិងកូនប្រសាទាំង8នាក់វាមានចិត្តលោភលន់ចង់បានកណ្បប់តែរៀងខ្លួនក៏នាំគ្នាយកបាយទឹកនំចំណីផ្លែឈើទុំខ្ចីគ្រប់មុខនិងថៅឲ្យក្រមាមកផ្អប់គុណជូនតាឪពុករៀងរាល់ថ្ងៃពុំមានខ្វះថ្ងៃណាមួយឡើយតាចាស់បានសះជារោគមានសាច់ឈោមស្របោះមានកម្លាំងពលំសុខកាយសប្បាយចិត្តតាំងពីថ្ងៃនោះមករហូតដល់អស់អាយុលុះតាស្លាប់ហើយកូនក៏នាំគ្នាធ្វើបុណ្យអធិកាអធិធមតាមទំនៀមរួចស្រេចកូនទាំង4នាក់និងកូនប្រសាគិតនាំគ្នាគាស់ពីងកូនបបចែកគ្នាប៉ុន្តែក្រែងចែកមិនស្មើភាគឆ្លក់ប្រកែកគ្នាក៏ទៅលោកគ្រូមុំម្នាក់ឲ្យជួយចែកលោកគ្រូនោះទទួលព្រមប៉ុន្តែគាត់ឮថាកូនបបមានប្រាក់ច្រើនដល់ទៅ1ពីងគាត់ចង់បានមួយចំណែកដែរហើយគាត់គិតក្នុងចិត្តថាគាត់ធ្វើមិនចំណែកបានច្រើនជាងកូនចំណែកផងគាត់ក៏ដើររត់រាស់មកបាល់ផ្ទះកូនបបភ្លាមតាំងយកភួយធំមួយមករុំជូតក្បាលធំថើងមឹងធ្វើឲ្យខោងកណ្ដាលដោយកែទូលជើងឆ្នាំងផ្ងាក៏តាំងអង្គុយពៀនផ្លែនលើដីរៀបរលីងថ្មិចភ្នែកសង្រុំស្មាស្មាដីឈើមុខត្រង់ទៅទិសខាងកើតហើយគាត់ប្រាប់កូនទាំង4នាក់ឲ្យទៅគាស់យកពីងកណ្បប់មកប៉ុន្តែគាត់ហាមថាកុំអាលស្រ័យមាត់ពីងក្រែងខុសតំណមចាំគាត់បង្គាប់សិនលុះយកពីងមកដល់ហើយគាត់ឲ្យកូនទាំង4នាក់ឈើគ្រប់ទាំងទិសទាំង4ថ្មិចភ្នែកយកដៃទាំងអស់ចាប់យកលើកពីងទ្រស្ទួយបិទទូលើក្បាលហើយសម្រាយចំណងមាត់ពីងនាំគ្នាពីងមាត់ស្រោយកណ្បប់មកលើក្បាលគាត់បើកណ្បប់ជ្រុះទៅទិសណាប៉ុន្មានត្រូវបានទៅអ្នកឈរកំណាន់ទិសនោះបើកណ្បប់ណានៅសល់ទៅលើឈ្នួតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់កូនទាំង4នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យលបៀងភរិយាទាំង4នាក់ឈរកាន់កញ្ជ្រែរៀងខ្លួនចាំគោបក្នុងពេលដែលចែកកណ្បប់នោះមានអ្នកស្រុកជាតិខាងទៅចាំមើលផងនិមិត្តតែគេលើកពីងបិទទូលរួចស្រែមាត់ពីងចាក់ឈូមកទឹកម៉ាំត្រាំលាក់មុខជ្រឿនខួបហូរឈរស្រោចលើក្បាលលោកគ្រូពេញពំពង់ហើយខ្ចាត់បាច់ខ្សែទិញទៅក្រឹបទឹសប្រឡាក់ប្រឡូពាក់ពេញមុខមាត់និងសម្ពុតអាវរហូតដល់នាងភរិយាទាំង4នាក់ទៀតលោកគ្រូបានចំណាយច្រើនជាងគេធំក្លិនខ្មោះឆាមិនត្រូវគេឃើញលោកគ្រូស្រមើបាត់មុខមាត់រូបរាងអស់ខំក្រោកលើងសោះក្រោះខ្មាស់អស់ពួកបរិស័ទដែលឈរចាំមើលពួកបរិស័ទក៏ផ្អឿរត់ទៅញាប់ចេញប្រដិនគ្នាទៅផ្ទះរៀងខ្លួនទើបលោកគ្រូស្រែកជេរកែសំនួនទោសកូនទាំង4នាក់និងកូនប្រសាថាអាខ្មោចមេដែងអាដែងទាំងអស់គ្នាអាមេអស់នេះបានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅបានជាកណ្បប់មានប្រាក់អន្តរាយคล้ายទៅជាឯកនោមប្រឡាក់ខ្លួនអញអស់ដូច្នេះយីខ្មោចអាផេះមេកំផែអស់នេះខូចមែនលោកគ្រូនិងកូនសិស្សនាំគ្នារត់រហ័សលត់ទម្លាក់ខ្លួនទៅក្នុងទន្លេព្រុងខំត្រាំទឹកលាងបាបអស់1ម៉ោងម្ញាក់រួចនាំគ្នាឡើងទៅលើផ្ទះរៀងខ្លួនបានសេចក្តីក្រហាយស្ដាយក្រោយខ្មាស់គេតកូនតចៃ